តារាហៃសូប្រហោងក្នុងមើលនៅក្នុង Facebook ដូចលុយឆៃណាមានរបស់ brand ប្រើជិះឡានទំនើបថ្លៃនៅសិតតែផ្ទះវីឡាចុងក្រោយបែរជាមកធ្វើការបោកប្រាស់ទំនុកចិត្តមិត្តភក្តិខ្លួនឯងអស់លុយប្រមាណ$40,000ជាងនេះជាលុយដែលផ្លូវការហើយលុយក្រៅផ្លូវការហ្នឹង$30,000ជាងទៀតអញ្ចឹងសរុបទៅគឺ$7,000ជាងដោយរត់កិច្ចសមោសូនឈឹងតែម្ដងបងប្អូនមើលទៅឃើញមើលការស្លៀកពាក់សិតតែរបស់ brand ជិះឡានសិតតែទំនើបបាទនៅផ្ទះសិតតែវីឡាហើយមិនគួរណាមកធ្វើការបោកប្រាស់ទំនុកចិត្តមិត្តភក្តិហើយមិត្តភក្តិនេះខំស្រឡាញ់ទុកចិត្តដូចបងប្អូនអញ្ចឹងប៉ុន្តែចុងក្រោយបែរជាមកធ្វើបែបហ្នឹងឥឡូវនេះមិត្តភក្តិអស់ជម្រើសហើយមកប្រកាសនៅក្នុងព័ត៌មាននេះថាប្រសិនបើបងប្អូនបានប្រទះឃើញតារាហៃសូប្រអងក្នុងដូចរូបដាក់បង្ហាញលើព័ត៌មាននេះសូមជួយតាក់ទងមកគាត់ឬក៏ខ្ញុំឬក៏សមត្ថកិច្ចនោះគាត់នឹងជូនកាដូលើកទឹកចិត្តទៅដល់បងប្អូនចំនួន$10,000អាមេរិកបាទគាត់អត់ស្ដាយលុយទេអ្វីដែលគាត់ស្ដាយនេះគឺស្ដាយទឹកចិត្តកុំរាប់អានមនុស្សចិត្តស្និទ្ធពេកមនុស្សដែលធ្វើឲ្យយើងពិបាកចិត្តជាងគេគឺមនុស្សដែលគៀនក្លៀកយើងហ្នឹងហើយខ្ញុំអត់ស្ដាយទេតែខ្ញុំស្ដាយទឹកចិត្តតែខ្ញុំស្រឡាញ់គ្រួសារនឹកឃើញថាដួលយើងឃើញនឹងភ្នែកថាមកសុំបងយើងទាំងយប់មកពីតំណប់យប់មកខ្ចីលុយខ្ញុំទាំងបងទាំងប្អូនដូចតែរូបដែលខ្ញុំឲ្យបងមើលចឹងបាទខ្ញុំនឹកឃើញថាការរាប់អានគ្នាអាណិតស្រឡាញ់ខ្ញុំក៏ឲ្យលុយខ្ចីដល់មិនស្ដាយដល់សំណោះទេតែចុងក្រោយមកនេះវត្តកតុយមកខ្ញុំមួយផ្លែតព្រោះយើងនិយាយពីក្នុងសាច់អូន10000ប្រពន្ធ10000ហើយប្តីគាត់15000ណាអញ្ចឹងវា35000តែបើសិនជាលុយនៅខាងក្រៅទៀតលុយហ្នឹងចូលចិត្ត$7,000លុយដើមតែលុយដើមទេខ្ញុំបញ្ជាក់ហើយអញ្ចឹងតើមិត្តភក្តិដែលបាយរាប់អានចិត្តស្និទ្ធហ្នឹងស្គាល់គ្នាហ្នឹងគេនិយាយពាក្យពេចលួងលោមបាយយ៉ាងម៉េចខ្លះបានបាយហ៊ានឲ្យគេខ្ចីលុយរាប់$10,000ច្រើនបែបថ្នាក់ហ្នឹងបងដោយសារថាទី1យើងរាប់អានគ្នាដូចបងប្អូនអញ្ចឹងណាបាយចិត្តមួយគ្នាអីអត់អីមួយគ្នាមិនគេហៅថាបងប្អូនល្អហើយលទ្ធផលដែលខ្ញុំឲ្យខ្ចីលុយរាប់$10,000ទៅទាំងប្តីទាំងប្រពន្ធទាំងគ្រួសារទាំងគាត់ដោយសារអីការស្រឡាញ់អញ្ចឹងមានន័យថាមកគ្រួសារហ្នឹងមកខ្ចីលុយបាយទាំងអស់ហើយក្នុងមួយគ្រួសារហ្នឹងមានចំនួនប្រមាណអ្នក4នាក់ហើយម្នាក់ហ្នឹងខ្ចីប្រមាណមើលម្នាក់បងអូនយើងនិយាយថាក្នុងសាច់ណាក្នុងសាច់គឺម្នាក់ចេញសាច់ឲ្យខ្ញុំ$10,000បាទប្រពន្ធគាត់ចេញចែកឲ្យខ្ញុំ$10,000បាទហើយសម្រាប់គាត់ផ្ទាល់ដែលជាមនុស្សដែលរាប់អានមើលខ្ញុំបងប្អូនតារាបាយចាន6អញ្ចឹងណាគឺ$15,000បាទហើយខ្ញុំមកនេះគឺមកចង់រកពឹងពាក់បងដោយសារអីខ្ញុំមិនចង់ឲ្យបកគលម្នាក់ហ្នឹងដើរបោកប្រាស់គេតទៅទៀតអញ្ចឹងបងប្អូនពិតជាស្គាល់ឲ្យបកគលម្នាក់ហ្នឹងគឺបងគាត់បង្ហាញមកឲ្យឃើញចំតែម្ដងប្រិមិត្តបុគ្គលដែលបានធ្វើការរាប់អានជាមួយគាត់ហើយធ្វើការខ្ចីលុយគាត់ជាច្រើន$10,000មកគ្រួសាររបស់គាត់នឹងខ្ចីម្នាក់10000នេះបើយើងតែលុយនៅក្នុងឯកសារប៉ុន្តែបើលុយនៅក្រៅឯកសារហ្នឹងគឺផ្សេងទៀតហើយភិនភាគរូបដែលបានអ្នកខ្ចីលុយហ្នឹងគឺដូចតែខ្ញុំដាក់បង្ហាញនៅលើព័ត៌មានអញ្ចឹងហើយចឹងមិនថាមនុស្សខំទុកចិត្តគ្នារាប់អានគ្នាស្រឡាញ់គ្នាដូចបងប្អូនសឹងថាបាយមួយចានហូប2នាក់ទៅអាកន្លែងណាសំខាន់2នាក់ប៉ុន្តែចុងក្រោយនេះបាយជាមកលេងមកក្បាច់ដាច់ផ្ងាទៅប្រងមកទល់ពេលនេះតើបងមានបានដឹងតំណែងថាគាត់នៅណាបងព្រោះសារមករយៈនេះពេលដែលខាងខ្ញុំចាប់ដើមឲ្យសងលុយគឺគាត់បានទៅរត់គេចពីផ្ទះមិនថាបងមិនថាប្អូនគឺរត់ចេញផ្ទះដែលធ្លាប់នៅដែលយើងធ្លាប់ស្គាល់ធ្លាប់ទៅផឹកស៊ីបាទគឺបានរត់ចេញពីផ្ទះហ្នឹងអស់ហើយបាទអញ្ចឹងសំណុំពរឲ្យបងប្អូនទាំងអស់បើសិនជាបានឃើញបកគលនឹងនៅកន្លែងណាសូមរាយការណ៍ទៅសមត្ថកិច្ចឬក៏តាក់ទងមកខ្ញុំមានរង្វាន់ជូនរហូតដល់តែ$10,000បើសិនជាឃើញនោះប្រិមិត្តណាប្រសិនបើបងប្អូនបានប្រទះឃើញគ្រួសារដែលរាប់អានជាមួយគាត់ហើយមកខ្ចីលុយគាត់ហើយសញ្ញេសាយស្អុយទុកឲ្យគាត់ចំនួនប្រមាណ$10,000នេះបើបងប្អូនបានប្រទះឃើញនៅត្រង់ណាជួយតំណែងមកខ្ញុំក៏បានតាក់ទងទៅគាត់ក៏បានដែរគាត់នឹងមានទឹករង្វាន់លើកទឹកចិត្តចំនួន$10,000បាទមិនធម្មតាទេណាឥឡូវបងមកផ្សាយនេះតើបងមានពាក្យពេចន៍អីដើម្បីទទួលប្រាប់តែគាត់ខ្ញុំជឿជាក់ថាគាត់ក៏មានទូរស័ព្ទដើម្បីមើលព័ត៌មានដែរអញ្ចឹងខ្ញុំផ្ដាំណាបងបើបងឯងបានឃើញព័ត៌មានដែលបងប្រុសត្រូវជាមិត្តភក្តិបងឯងរាប់អានជាមួយគ្រួសារបងឯងមកផ្សាយកន្លែងខ្ញុំបើសិនជាអាចបងមានដំណោះស្រាយរួមជូនគាត់ទៅបងត្រូវដឹងថាប្រទេសមានច្បាប់គ្រួសារមានវិន័យខ្លាចតែបងមិនមែននៅស្រុកខ្មែរទេបើតារាបណាបងនៅក្នុងស្រុកខ្មែរបងធ្វើខុសច្បាប់បងខ្ចីគេហើយសញ្ញេសាយស្អុយទុកឲ្យគេបែបហ្នឹងគឺបងល្មើសនឹងច្បាប់បាត់ទៅហើយមិនបំពេញកាតព្វកិច្ចណាទាំងបងត្រូវមានទោសទណ្ឌតាមនីតិវិធីនៃច្បាប់នៃត្រាទីប្រមាណបងមើលច្បាប់ទៅគឺបងដឹងច្បាស់ខ្លួនឯងអញ្ចឹងកុំព្យាយាមកិច្ចវិញត្រូវរកដំណោះស្រាយជូនគាត់មិនមែនទៅអ្នកនេះណារាប់អានជាមួយបងឯងដោយបងប្អូនបង្កើតស្រឡាញ់គ្នាបាទបាយមួយចានសឹងតែហូប2នាក់ហើយមានគ្រាលំបាកគ្រាសនុកសប្បាយមួយគ្នាប៉ុន្តែចុងក្រោយបាយមកលេងអ្នកវត្តកតុយដាក់គាត់អញ្ចឹងអត់យកលុយមកសងខ្ញុំទេអាហ្នឹងយើងឲ្យច្បាប់ចាត់ការតាមវិធានការទៅតាមផ្លូវច្បាប់ទៅឯងបងបាទអាហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំទុកឱកាសលុយសុំអងខ្ញុំជាខែជាអាទិត្យជាថ្ងៃក៏អត់ឃើញដល់ថ្ងៃដល់ខែគឺអត់មានបាទអញ្ចឹងហើយរត់គេចមិនថាប្អូនមិនថាប្រពន្ធមិនថាខ្លួនគាត់គ្រួសារគាត់4នាក់ហ្នឹងគឺរត់គេចពីផ្ទះហើយអញ្ចឹងបើសិនជាបងប្អូនណាបានឃើញរាយការណ៍ទៅសមត្ថកិច្ចឬក៏តាក់ទងខ្ញុំ
ខ្ញុំជូនរង្វាន់10000 ដូចខ្ញុំនិយាយខាងមុនមួយបងចឹង ប្រិមិត្តគាត់និយាយម៉ាត់ណាម៉ាត់ហ្នឹងប្រសិនឲ្យតែបងប្អូនប្រទះឃើញបាទឃើញថារូបដែលដាក់បង្ហាញលើព័ត៌មានណាសូមបងប្អូនរាយការណ៍ទៅសមត្ថកិច្ចដែលកន្លែងចិត្តបងប្អូនបំផុតទៅឬមួយក៏រាយការណ៍មកគាត់ឬមួយក៏ខ្ញុំក៏បានដែរគាត់នឹងមានថវិកាលើកទឹកចិត្តទៅដល់បងប្អូននឹងចំនួន$10000ដែលជាប្រាក់រង្វាន់ឥឡូវបងមានពាក្យពេចន៍អីស្នើសុំទៅសមត្ថកិច្ចតិចទៅបង បាទស្នើសុំដល់បងប្អូនសមត្ថកិច្ចទាំងអស់គ្រប់ជាន់ថ្នាក់ណាសូមជួយមើលខ្ញុំផងដោយសារក្រុមអស់នេះគឺជាជនឆោបោកមកគឺបោកខ្ញុំទាំងបងទាំងប្អូនទាំងគ្រួសារវាតែម្ដងអញ្ចឹងសូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខពួកអស់នេះយកមកដាក់ទោសតាមផ្លូវច្បាប់ផងបាទអូន បាទប្រិមិត្តដូចបានស្ដាប់នៅកិច្ចសភាខាងដើមហើយព័ត៌មាននេះគឺមានន័យថាបងប្រុសគាត់បានរាប់អានមិត្តភ័ក្តិក៏ដូចជាគ្រួសារមិត្តភ័ក្តិគាត់នឹងដូចគ្រួសារតែមួយអញ្ចឹងស្រឡាញ់គ្នានិយាយថាមានទុកលំបាកមានសំណុកសុខស្រួលអីគឺតែងតែនៅជាមួយគ្នាហើយបានផ្ដល់លុយហ្នឹងឲ្យទៅខាងភាគីហ្នឹងខ្ចីហើយខ្ចីហ្នឹងមិនមែនខ្ចីតែម្នាក់ណាមកខ្ចីទៅមកគ្រួសារម្នាក់10000ម្នាក់10000ម្នាក់10000ម្នាក់15000អីចឹងទៅហើយនឹងគ្រាន់តែជាលុយដែលធ្វើឯកសារតែប៉ុណ្ណោះហើយលុយក្រៅផ្លូវការហ្នឹងគឺវាច្រើនទៅទៀតអញ្ចឹងសរុបទៅវាចូលប្រហែល$70000ជាងឯណោះ$70000ជាងមិនតិចទេណាបងប្អូនប្រិមិត្តលុយច្រើនណាស់ហើយឃើញនៅក្នុងបណ្ដាញសង្គមមើលទៅដូចថតរូបហឺហាលុយឆាយមើលទៅដូចទំនើបទៅលុយតម្រងហ្នឹងបាទ ជឿហើយមើលគេមើលទៅគេហាយសូប្រែណាអត់មានណាធ្វើខ្លួននៅអុកញ៉ាអាដាមអញ្ចឹងយើងធ្វើខ្លួនបើមើលតែរូបភាពទៅឃើញបាទ ធ្វើខ្លួនឡើងមកអែមតែពេលចុងក្រោយនេះបាច់ទៅធ្វើអតចរិតបែបហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាបងប្រុសក៏ដូចជាបងស្រីគ្រួសារដែលបានខ្ចីលុយរបស់គាត់បានឃើញព័ត៌មាននេះហើយជួយតំណែងមកគាត់ដើម្បីរកនៅដំណោះស្រាយដោះស្រាយគ្នាប្រទេសមានច្បាប់គ្រួសារមានវិន័យណាអញ្ចឹងបើយើងធ្វើអីមួយដែលថាគិតថាខ្លួនឯងខុសត្រូវតែដោះស្រាយទៅអត់មានឯងមានស្លាប់ចេះហោះឬមួយក៏កិច្ចបានតាណាការទេណាផែនដីនេះមូលអញ្ចឹងគង់តែមានពេលណាមួយជួបគ្នាតែចៃដន្យទេมันអាចកិច្ចបានឡើយរហូតឡើយណាចឹងសូមបញ្ជាក់តែប៉ុណ្ណេះបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មានខាងលើខ្ញុំបាទមានសារៈមាត់ហាត់មិនត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់បញ្ជាក់និងជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានព័ត៌មានផ្សេងឬមួយក៏ព័ត៌មានណាមួយជុំវិញនឹងករណីផ្សេងទៀតខ្ញុំបាននឹងធ្វើការអាប់ដេតឬជារាយការណ៍នៅព័ត៌មានជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានជាបន្តទៅទៀតខ្ញុំបាទមានសារៈមាត់ហាត់មិនត្រង់ក៏សូមអរគុណនិងសូមគោរពលា